សូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលជាអតិថិជនរបស់ Smart Robo Shopee Care ទាំងចាស់ទាំងថ្មីទាំងអស់គ្នាបាទមួយរយៈក្រោយនេះគឺខ្ញុំទទួលបាននៅសំណូមពរជាច្រើនពាក់ព័ន្ធជាមួយនឹងសំណូមពររបស់អតិថិជនរបស់យើងជាពិសេសគឺសម្រាប់បងនៅឯខេត្តបាទសំណូមពររបស់គាត់ទី1គឺគាត់តែងតែទិញអីវ៉ាន់ហើយគាត់ធ្វើការស្នើសុំឲ្យខ្ញុំផ្ញើអីវ៉ាន់ជូនគាត់មុនហើយចាំទូទាត់នៅវរៈបុណ្យធម្មបាទអានេះគឺវាជាជំរឿនល្អមួយដែរសម្រាប់បងប្អូនទាំងគ្នាបាទហើយសម្រាប់ខ្ញុំវិញសម្រាប់ចម្លើយក៏ដូចជាសំណុំពររបស់បងតាមពិតទៅក៏ចង់ឆ្លើយតបអញ្ចេះដែរពីមុនក៏ខ្ញុំតែងតែធ្វើអញ្ចឹងដែរចំពោះបងដែលគាត់នៅឯខេត្តគឺយើងតែងតែផ្ដល់លទ្ធភាពផ្ដល់ជូនដល់បងនៅឯខេត្តផ្ញើជូនទៅដល់ខេត្តហើយចាំទូទាត់តាមរយៈបន្ថែមឬ JMT បាទដោយសារតែខ្ញុំទទួលបាននៅមេរៀនជាច្រើនបងទាំងអស់គ្នាបាទភ្ញៀវមួយចំនួនដែលជាភ្ញៀវមិនល្អឬក៏អាចចាត់ទុកថាជាភ្ញៀវដែលខិលខូចមានន័យថានៅពេលដែលអីវ៉ាន់ដែលខ្ញុំបានដាក់ផ្ញើទៅតាមខេត្តហើយទៅដល់ហើយភ្ញៀវខ្លះអីវ៉ាន់ទៅដល់ភ្លាម2-3ថ្ងៃបានគាត់ទៅយកអាហ្នឹងករណីទី1យើងសួរថាតើខ្ញុំត្រូវ follow up ការងារនេះជាមួយបងបន្តទៀតឬក៏យ៉ាងម៉េចហ្នឹងករណីទី1ភ្ញៀវមួយចំនួនអីវ៉ាន់ទៅដល់ហើយវរៈបន្ថែមតែផងខ្ញុំតែផងប្លុកខ្ញុំចោលក៏មានអានោះមានថាមិនមែនខ្ញុំជាអ្នកប្លុកគាត់ទេគាត់បែរជាទៅជាអ្នកប្លុកហាងទៅវិញខ្ញុំអត់យល់ថាតើគាត់ប្រេងខ្ញុំឬក៏គាត់លេងសើចជាមួយខ្ញុំឬក៏យ៉ាងម៉េចមានថាខ្ញុំអត់មានពេលលេងសើចជាមួយបងប្អូនអ្នកគ្នាទេបាទហើយភ្ញៀវខ្លះទៀតនៅពេលដែលខ្ញុំអីវ៉ាន់ទៅដល់ហើយខ្ញុំតេទៅគាត់តេម្ដងពីរដងស្អែកឡើងតេម្ដងពីរដងទៀតគឺគាត់ប្លុកយើងចោលទៀតមានថាគាត់ cancel យើងចោលតែម្ដងមានថាគាត់បិទទូរស័ព្ទអញនិយាយថាជាប្លុកហ្នឹងហើយបិទទូរស័ព្ទមានខ្ញុំតេលេងចូលតែម្ដងហើយខ្ញុំសួរថាតើខ្ញុំនៅតែទ្រាំប្រើនៅវិធីសាស្ត្រហ្នឹងដដែលឬក៏យ៉ាងម៉េចបាទករណីទី4គឺភ្ញៀវបានទូទាត់ on time មានទូទាត់តាន់ពេលវេលាអីវ៉ាន់ទៅដល់គាត់ទៅទូទាត់អូខេខ្ញុំទទួលស្គាល់ប៉ុន្តែសួរថាតើក្រុមហ៊ុនបរិបន្ថែមឬក៏ JMT គាត់ទូទាត់ឲ្យខ្ញុំវិញក្នុងថ្ងៃតែមួយដែរទេអត់ទេបងប្អូនគ្នាបាទគាត់ទូទាត់នៅថ្ងៃបន្ទាប់ទៀតបាទបើសិនជាការងារច្រើនគឺគាត់អាចទុកលុយហ្នឹងបូកចូលគ្នាម្ដង2ថ្ងៃឬក៏3ថ្ងៃហ្នឹងទៅអញ្ចឹងមានថាយើងសួរថាតើយើងរកស៊ីដើម្បីធ្វើការ follow up check up ជាមួយនឹងភ្ញៀវរហូតបែបហ្នឹងឬក៏យ៉ាងម៉េចអញ្ចឹងអ្វីដែលខ្ញុំយល់ឃើញថាបងដែលនៅឯខេត្តភាគច្រើនគឺគាត់អត់ទុកចិត្តបាទគាត់អត់ទុកចិត្តហាងខ្ញុំទទួលស្គាល់បងប្អូនទាំងគ្នានៅក្នុងសម័យកាល digital នេះមានថាការរកស៊ីលក់អីវ៉ាន់អនឡាញនេះគឺបងប្អូននឹងមានហានិភ័យច្រើនបាទបើសិនណាជាបងប្អូនទាំងគ្នាមិនបានស្វែងយល់ឬក៏ឆ្វេងយល់នៅហាងទាំងអស់នោះឲ្យបានច្បាស់នឹងឲ្យបានស៊ីជម្រៅបាទវេលុយឲ្យគេហើយគេប្លុកបងប្អូនចោលហាងខ្លះក៏រកស៊ីអត់ត្រឹមត្រូវមានថាអីវ៉ាន់លក់ឬក៏ live ផ្សេងដល់ពេលលក់ឲ្យអតិថិជនអីវ៉ាន់ផ្សឹងក៏មានអានេះគឺខ្ញុំធ្លាប់ជួបអឺទទួលបានព័ត៌មានពីភ្ញៀវរបស់ខ្ញុំផងដែរមានថាគាត់ទិញអីវ៉ាន់កហ្នឹងប៉ុន្តែអីវ៉ាន់ដែលគាត់ទទួលបានមិនអីវ៉ាន់កទេគឺអីវ៉ាន់ខតម្លៃមិនជាតម្លៃពិតប្រាកដទៀតអាហ្នឹងក៏មានដែរបាទចឹងហើយនៅក្នុងយុគសម័យនេះគឺទាមទារឲ្យបងប្អូនទាំងគ្នាឆ្វេងយល់ឲ្យបានច្រើនហើយមើលថាតើហាងដែលគេកំពុងតែ like កំពុងតែរកស៊ីហ្នឹងគឺជាហាងត្រឹមត្រូវអត់ងាយស្រួលទេបងប្អូនគ្នាគ្មានម្ចាស់ហាងឯណាមកឈរនិយាយដូចខ្ញុំទេអញ្ចឹងទស្សនវិជ្ជាពិតរូបខ្ញុំពិតទស្សនវិជ្ជាពិតនៅក្នុងហាងរបស់ខ្ញុំអញ្ចឹងវាបង្ហាញពីភាពច្បាស់លាស់ហើយអញ្ចឹងបងប្អូននៅខេត្តសូមបងប្អូនគ្រប់ស្នើសុំបងប្អូនកុំបារម្ភកុំភ័យព្រួយបាទខ្ញុំជាអ្នកលក់ខ្ញុំមិនមែនអះអាងខ្លួនឯង 100% ថាអ្នកលក់ដែលទទួលខុសត្រូវគ្រប់រឿងនោះទេបាទប៉ុន្តែខ្ញុំព្យាយាមឲ្យអស់ពីលទ្ធភាពបំរើសេវាកម្មជូនដល់បងប្អូនទាំងនេះឲ្យអស់ពីលទ្ធភាពតែម្ដងតាំងពីតម្លៃទាំងពីការទទួលខុសត្រូវជាមួយនឹងអីវ៉ាន់ដែលខ្ញុំដាក់ជូនដល់បងប្អូនទាំងគ្នាច្បាស់ថាអីវ៉ាន់ដែលខ្ញុំដាក់ជូនដល់បងប្អូនទាំងគ្នានឹងដល់ដៃបងប្អូនទាំងគ្នាហើយអីវ៉ាន់មានគុណភាពទៀតផ្សព្វផ្សាយបែបណាគឺលក់ជូនដល់បងប្អូនបែបនោះតែម្ដង
បាទគឺអត់មានប្រឡែមបន្លំហើយបងប្អូនកុំភ័យហើយជាពិសេសសម្រាប់ fan របស់ខ្ញុំដែលធ្លាប់ទិញអីវ៉ាន់នៅហាងខ្ញុំហើយទិញម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតពីសេរីរៀនលេងរហូតដល់សេរីខ្ពស់ក៏មានដែរបាទអញ្ចឹងគឺមានច្រើនបាទហើយក៏ខ្ញុំក៏សូមអធិស្ឋានផងដែរហើយក៏សូមសំណូមពរឲ្យបងប្អូនដែលនៅឯខេត្តជាពិសេសនៅខេត្តតែម្ដងហើយក៏សូមអធិស្ឋានខ្ញុំមិនមែនចេញវីដេអូនេះគឺម្ដងទេខ្ញុំចេញវីដេអូច្រើនលើកច្រើនសារមកហើយអាចនិយាយពាក់ព័ន្ធជាមួយនឹងការណែនាំអំពីការប្រើប្រាស់នៅប្រភេទផលិតផលផ្សេងៗឬក៏ផលិតផលដែលថ្មីគឺខ្ញុំតែងតែណែនាំរបៀបនៃការប្រើប្រាស់ផងក៏ចេញឆ្លើយសំណួរផ្សេងដែលពាក់ព័ន្ធជាមួយនឹងអ្វីដែលជាទុកកង្វល់របស់បងប្អូនជាអតិថិជនផងដែរបាទអញ្ចឹងសម្រាប់វីដេអូនេះក៏សូមចែកជូនដល់បងប្អូនដែលនៅឯខេត្តសូមបងប្អូនជឿជាក់និងទុកចិត្តនៅការផ្ដល់សេវារបស់ខ្ញុំគឺដូចជាហាងនៃ Smart Robot Shop BK យើងខ្ញុំបាទក៏សូមអរគុណបងប្អូនគ្នាដែលតែងតែគ្រប់គ្រងនៅហាង Smart Robot Shop BK តាំងពីដើមរហូតដល់ពេលបច្ចុប្បន្នបាទជាពិសេសគឺបង fan ដែលជា top fan នៃ Smart Robot Shop BK បាទហាងរបស់យើងគឺមានលក់ drone ទាំង drone រៀនលេងនិង drone ដែលអាចប្រើប្រាស់បានយើងមានលក់កូនឡានដែកបាទយើងមានលក់កូនឡានដែកជាច្រើន mode ជាច្រើន model យើងមានលក់ប្រភេទ robot បាទ robot ដូចជា robot dogs បាទយើងមានលក់ប្រភេទដូចជា robot dogs ហើយនិងប្រភេទ RC car បាទ RC car ជាច្រើនប្រភេទតម្លៃមានចាប់ពី$15ឡើងទៅរហូតដល់ជិត$100ក៏មានដែរពពួក RC car របស់យើងដូចជាពពួក high speed នេះ55 km plus នេះពពួកនេះគឺតម្លៃរបស់វារហូតដល់$95បាទហើយយើងក៏នៅមានប្រភេទRC ជាច្រើនទៀតបងប្អូនគ្នាបាទហើយយើងក៏មានប្រភេទកូនគ្រឿងចក្រផងដែរដែលមានកូន excavator bulldozer ឬក៏ពពួកdump truck អីផ្សេងបាទពពួកឡានដឹកដីផ្សេងហ្នឹងក៏មានច្រើនដែរនៅក្នុងហាងរបស់ខ្ញុំអញ្ចឹងសម្រាប់បងប្អូនដែលបានឃើញវីដេអូរបស់ខ្ញុំនេះគឺខ្ញុំសំឡេងខ្ញុំហាងរបស់ខ្ញុំមានទីតាំងច្បាស់លាស់បាទមានទីតាំងច្បាស់លាស់ហើយក៏សូមឲ្យបងប្អូនជឿជាក់បាទសូមឲ្យបងប្អូនជឿជាក់ហើយកុំឲ្យថាវេលុយហើយបងប្អូនដេកភ័យនឹងខ្ញុំអត់ឲ្យបងប្អូនដេកភ័យទេបងប្អូនទាំងគ្នាបាទយើងមិនមែនឈរនៅទីនេះរកស៊ីនៅទីនេះមួយថ្ងៃហើយយើងបិទហាងយើងឈប់រកស៊ីនោះទេបាទការបើកហាងនេះគឺយើងសម្លឹងទៅថ្ងៃអនាគតមានចក្ខុវិស័យវែងឆ្ងាយបាទអញ្ចឹងក៏សូមអរគុណច្រើនដល់បងប្អូនទាំងគ្នាដែលជាអតិថិជនរបស់ហាង Smart Robot Shop BK ម្ដងទៀតបាទជាពិសេសគឺសម្រាប់បងប្អូននៅឯខេត្តតែម្ដងបាទសូមគោរពជំរាបលា See you next video